សង្ឃថៃជាង30អង្គនិមន្តធុដងមកកាន់ព្រំដែនកម្ពុជាត្រូវបានឡានបុករះ8អង្គអស់បុណ្យភ្លាមឯច្រើនអង្គទៀតមិនទាន់អាចកំណត់ជោគវាសនាបានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងកណ្ដាលថ្ងៃត្រង់នៅខេត្តមុកដាហានប្រទេសថៃក្រោយរថយន្ត pick up មួយគ្រឿងរេចង្កូតជ្រុលទៅបុកក្រុមព្រះសង្ឃដែលកំពុងនិមន្តធុដងនៅខេត្តមុកដាហានបណ្ដាលឲ្យព្រះសង្ឃសកុត8អង្គនិង13អង្គទៀតរបួសធ្ងន់គណៈមន្ទីរពេទ្យខេត្តអំពាវនាវឲ្យពលរដ្ឋបរិច្ចាគឈាមបន្ទាន់បណ្ដាសារព័ត៌មានថៃបានរាយការណ៍ថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 11:30 នាទីថ្ងៃទី 2 ខែកក្កដាឆ្នាំ2026នៅលើផ្លូវមួយក្នុងភូមិឡាវលំឃុំណាស៊ីនឿនស្រុកមឿងខេត្តមុកដាហានក្បួនព្រះសង្ឃនិមន្តធុដងនេះមានព្រះសង្ឃសរុប34អង្គនិងពុទ្ធិបរិស័ទ5នាក់ដែលបានចេញដំណើរពីខេត្តមុកដាហានដែលមានគោលដៅឆ្ពោះទៅកាន់ខេត្តឧបលរាជធានីដែលជាខេត្តជាប់ព្រំដែនកម្ពុជាហើយគោលដៅរបស់ព្រះសង្ឃទាំងនេះអាចឆ្ពោះទៅកាន់តំបន់ភ្នំ350ដែលស្ថិតក្នុងតំបន់អានសេសទឹកដីកម្ពុជាដែលយោធាថៃទើបតែដណ្ដើមកាន់កាប់កាលពីចុងឆ្នាំមុនព្រោះនៅលើភ្នំ350នេះមានព្រះសង្ឃថៃជាច្រើនអង្គតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដូចជាដំឡើងជញ្ជាំងបេតុងចាក់ផ្លូវបេតុងសាងសង់រូបចម្លាក់ជាច្រើនទាំងរូបទាហានរូបអតីតស្ដេចថៃនិងព្រះពុទ្ធរូបជាច្រើនដែលថែមទាំងប្រពៃពិធីសាសនាផ្សេងជាដើមនៅលើភ្នំនោះប្រភពវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថារថយន្ត pick up មួយគ្រឿងនេះបើកបរក្នុងល្បឿនយ៉ាងលឿនហើយស្រាប់តែរេចង្កូតជ្រុលទៅបុកក្រុមព្រះសង្ឃដែលកំពុងនិមន្តនៅតាមចិញ្ចើមផ្លូវធ្វើឲ្យព្រះសង្ឃនិងពុទ្ធិបរិស័ទរត់គេចមិនទាន់ហើយខ្លះត្រយន្តបុកទៀតហោះប៉ាំងទៅឆ្ងាយដេកដួលស្លាប់របួសរីប៉ាយនៅលើដងផ្លូវនិងចិញ្ចើមផ្លូវភ្លាមក្រោយកាត់ហេតុសមាគមសង្គ្រោះរួមចិត្តខេត្តមុកដាហានរួមជាមួយក្រុមសង្គ្រោះមកពីបណ្ដាអង្គភាពផ្សេងបានចល័តកម្លាំងជាច្រើនចោះជួយអន្តរាគមន៍សង្គ្រោះបឋមនិងដឹកអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យប្រចាំខេត្តមុកដាហានរបាយការណ៍ប៉ូលីសបញ្ជាក់ថាព្រះសង្ឃ5អង្គសគត់នៅកន្លែងកាត់ហេតុខណៈ3អង្គទៀតបានសគត់នៅមន្ទីរពេទ្យទោះបីជាក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីសមត្ថភាពយ៉ាងណាក៏ដោយចំណែកឯព្រះសង្ឃ13អង្គទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារតែអ្នករបួសមានច្រើនមន្ទីរពេទ្យខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមជាបន្ទាន់ជាបឋមសមត្ថកិច្ចថៃបានឃាត់ខ្លួនអ្នកបើកបរយន្តដែលជាកុមារអាយុ11ឆ្នាំម្នាក់ជាកុមារពិសេសអូទីសឹមសមត្ថកិច្ចបានរកឃើញថាកុមាររូបនេះបានលួចយករថយន្ត pick up ម៉ាកអ៊ីស៊ុយរបស់ឪពុកម្ដាយមកបើកបរពីស្រុកដនតាន់ឆ្ពោះទៅស្រុកមឿងមុននឹងរេចង្កូតបង្កគ្រោះថ្នាក់ដ៏រន្ធត់នេះឡើងទោះជាយ៉ាងណាមូលហេតុពិតប្រាកដដែលបណ្ដារថយន្តបាត់បង់ការគ្រប់គ្រងនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយគណៈប៉ូលីសខេត្តមុកដាហានកំពុងបន្តស៊ើបអង្កេតដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចោះប្រិមិត្តយល់ឃើញបែបណាចំពោះហេតុការណ៍រថយន្តបុករះលើក្រុមព្រះសង្ឃថៃទាំងនេះខ្ញុំបាទតារាពីកម្មវិធី Hawk Server